ព្រះវិស្ណុគឺជាអ្នកថែរក្សាភពផែនដីឲ្យមានសន្តិភាពតើកន្លងមកសកម្មភាពរបស់ទ្រង់មានដូចជាអ្វីខ្លះទៅនៅក្នុងទស្សនវិជ្ជាព្រហ្មញ្ញសាសនាព្រះវិស្ណុឬព្រះនរាយណ៍ដើរតួនាទីជាអ្នកថែរក្សានិងជាអ្នកការពារពិភពលោកនៅពេលណាដែលពិភពលោកជួបវិបត្តិខ្លាំងកើតមានអំពើអសីលធម៌ឬពួកអសុរៈយៈឡើងមកជិះជាន់មនុស្សលោកនិងទេវតាព្រះវិស្ណុតែងតែសម្ដែងភាគចុះមកចាប់ជាតិជាមនុស្សឬជាសត្វដើម្បីសង្គ្រោះភពផែនដីការចុះមកចាប់ជាតិរបស់ទ្រង់នេះហៅថាអវតារតែតាមគម្ពីរភពវត្ថៈមានអវតារធំចំនួន10ឬហៅថាទសអវតារខាងក្រោមនេះជាសកម្មភាពសំខាន់របស់ព្រះវិស្ណុក្នុងការថែរក្សាសន្តិភាពលោកហើយមាន5ដែលដូនតាខ្មែរយើងនិយមយកមកឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណ1. មច្ឆាអវតារត្រីទិព្វសង្គ្រោះលោកពីទឹកជំនន់សកម្មភាពការពារនៅពេលមានទឹកជំនន់ធំលិចលង់ពិភពលោកស្រដៀងនឹងរឿងទូកណូវេព្រះវិស្ណុបានអវតារជាត្រីយក្សដ៏ធំមួយទ្រង់បានជួយទាញសភារបស់ស្ដេចមនុឬហៅថាមនុស្សដំបូងគេដែលផ្ទុកទៅដោយគ្រាប់ពូជរុក្ខជាតិសត្វនិងព្រះវេទឲ្យគេចផុតពីការលិចលង់លទ្ធផលជួយឲ្យជីវិតរស់នៅលើភពផែនដីអាចចាប់ផ្ដើមសារជាថ្មីឡើងវិញក្រោយទឹកជំនន់ 2. កោសេតៈឬកោមរៈអវតារអណ្ដើកទឹកក្នុងរឿងកោសមុទ្រទឹកដោះសកម្មភាពការពារនៅក្នុងរឿងកោសមុទ្រទឹកដោះកោមហាសមុទ្រដើម្បីស្វែងរកទឹកអម្រឹតមកជួយឲ្យទេវតាមានឫទ្ធិអំណាចឡើងវិញគេបានយកភ្នំមន្តរៈធ្វើជាដងគោប៉ុន្តែដោយសារភ្នំធ្ងន់ពេកវាបានស្រុតចុះទៅបាតសមុទ្រភ្លាមនោះព្រះវិស្ណុបានអវតារជាអណ្ដើកយក្សទៅទ្រភ្នំមន្តរៈនោះពីខាងក្រោមដើម្បីកុំឲ្យធ្លាក់ចុះទៅបែកធ្លាយដល់បាតភពផែនដីលទ្ធផលការកូរទឹកដោះអាចបន្តទៅមុខបានជោគជ័យនិងទទួលបានទឹកអម្រឹតមកថែរក្សាតុល្យភាពលោកចម្លាក់ដ៏ល្បីល្បាញនៃសកម្មភាពនេះមាននៅថែវខាងកើតឈៀងខាងត្បូងនៃប្រាសាទអង្គរវត្ត 3. វរាហអវតារជ្រូកព្រៃទឹកស្រឡង់ផែនដីសកម្មភាពការពារមានយក្សម្នាក់ឈ្មោះហេរណយាក្សៈបានលួចរមៀលភពផែនដីតំណាងដោយព្រះម៉ែភូមិយកទៅលាក់ទុកនៅបាតមហាសមុទ្រសកលដ៏ជ្រៅបណ្ដាលឲ្យលោកទាំងមូលងងឹតសូន្យឈឹងព្រះវិស្ណុបានអវតារជាជ្រូកព្រៃកម្លាំងខ្លាំងក្លាចុះទៅប្រយុទ្ធសម្រាប់យក្សនោះរួចប្រើចង្កូមជួយខ្វែរលើកភពផែនដីត្រឡប់មកគង់វង្សនៅកន្លែងដើមវិញលទ្ធផលសង្គ្រោះភពផែនដីមិនឲ្យលិចលង់បាត់បង់ក្នុងភាពងងឹត 4. រាមអវតារព្រះរាមក្នុងរឿងរាមកេរ្តិ៍សកម្មភាពការពារនេះជាអវតារទី7ដ៏ល្បីល្បាញបំផុតព្រះវិស្ណុបានចុះមកចាប់ជាតិជាព្រះរាមដើម្បីកម្ចាត់ស្ដេចយក្សក្រុងរាពណ៍ដែលមានមុខ10ដៃ20មានអំណាចកាចសាហាវដើរធ្វើបាបមនុស្សលោកសត្វនិងពួកទេវតានិងបានលួចនាងសីតាលទ្ធផលព្រះរាមបានធ្វើសង្គ្រាមឈ្នះក្រុងរាពណ៍នាំយកសន្តិភាពនិងសណ្ដាប់ធ្នាប់សីលធម៌ត្រឡប់មកជូនសង្គមមនុស្សវិញរឿងរ៉ាវនេះត្រូវបានឆ្លាក់យ៉ាងច្រើននៅតាមហោជាងប្រាសាទខ្មែរដូចជាមាននៅប្រាសាទបន្ទាយស្រីនិងនៅថែវខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត 5. ក្រឹស្នាអវតារព្រះក្រឹស្នាស្ទួយភ្នំការពាររាស្ត្រសកម្មភាពការពារព្រះវិស្ណុបានចាប់ជាតិជាព្រះក្រឹស្នា
មានព្រឹត្តិការណ៍មួយព្រះឥន្ទបានខឹងសម្បានឹងអ្នកភូមិហើយបានបង្អុរភ្លៀងផ្គរយ៉ាងខ្លាំងបំផ្លិចបំផ្លាញភូមិករព្រះក្រឹស្នាបានប្រើកូនម្រាមដៃខាងឆ្វេងស្ទួយភ្នំកោវរធនឡើងលើធ្វើជាឆ័ត្រដ៏ធំដើម្បីបាំងទឹកភ្លៀងសង្គ្រោះប្រជាជននិងសត្វពាហនៈទាំងអស់លទ្ធផលការពារអាយុជីវិតអ្នកភូមិស្លូតត្រង់ពីគ្រោះធម្មជាតិនិងការខឹងសម្បារបស់ទេវតារូបចម្លាក់ព្រះក្រឹស្នាស្ទួយភ្នំកោវរធននេះត្រូវបានរកឃើញតាំងពីសម័យមុនអង្គរនៅភ្នំដាខេត្តតាកែវជាទូទៅគ្រប់សកម្មភាពអវតាររបស់ព្រះវិស្ណុគឺធ្វើឡើងក្រោមគោលការណ៍កម្ចាត់អំពើអាក្រក់លើកដំកើងអំពើល្អដូនតាខ្មែរយើងគោរពតួនាទីជាអ្នកថែរក្សារបស់ទ្រង់ខ្លាំងណាស់ទើបព្រះមហាក្សត្រខ្មែរខ្លះដូចជាព្រះបាទសូរ្យវរ្ម័នទី2តែងតែប្រៀបប្រដូចខ្លួនព្រះអង្គទៅនឹងព្រះវិស្ណុដែលមានតួនាទីការពារទឹកដីនិងផ្ដល់ភាពត្រជាក់ត្រជុំដល់ប្រជារាស្ត្រដូចមានកំពូលលំដាប់ប្រាសាទអង្គរវត្តជាទឹកតាងដែលជាស្នាព្រះហស្ថរបស់ព្រះអង្គស្រាប់